សួស្តីបងប្អូនទាំងអស់គ្នាបងប្អូនអានេះគេហៅថាផ្លែគេបងប្អូននេះតាមវាទៀបទៅបងប្អូនប្រហែលជា2ម៉ែត្រទេបងប្អូន2ម៉ែត្រពីដីបងប្អូនទាំងអស់គ្នាហើយសបោបងប្អូនអូហើយពីផ្លែមួយថ្នាំងមួយមួយថ្នាំងមួយមួយឆ្កោមួយឆ្កោមួយទៅពាំងបៃជួងបងប្អូននេះគេហៅថាត្រប់ពុតញងបងប្អូនទាំងអស់គ្នានេះគេយកទៅស្លកកោបងប្អូនឆ្ងាញ់បងប្អូនហ្នឹងគេធ្វើប្រហុកខ្ទិះប្រហុកអីហ្នឹងបងប្អូនទាំងអស់គ្នាអែមញាក់សាហាវត្រប់ហ្នឹងក៏មានប្រយោជន៍ច្រើនណាស់បងប្អូនទាំងអស់គ្នានេះខ្ញុំនេះដើមមកវាឬវាបងប្អូនយកធ្វើថ្នាំបងប្អូនទាំងអស់គ្នាតែខ្ញុំអត់សូវដឹងច្បាស់ថ្នាំអីទេតែពេលខ្ញុំដឹងចាំខ្ញុំអាប់ដេតព័ត៌មានបន្ថែមទៀតបងប្អូនប៉ុន្តែដឹងរសជាតិវាឆ្ងាញ់ស្រួយឆ្ងាញ់ខ្ញុំចូលចិត្តហូបបងប្អូនស្លកកោស្លអីយើងបុកវាបងប្អូនអូយល្អមែនតើបងប្អូននៅស្រែខ្វះហើយបងប្អូនតែខែធ្លាក់ព្រៀងដឹកមកហើយមកក្តឹងអូលោកជាតិលាស់លូតឡើងខ្ចីមកបងប្អូនអើយពីហ្នឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនា